សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចង់ចំការពុកម៉ែបងប្អូនឃើញផ្លែឈើមួយប្រភេទគឺថាផ្លែទុំស្រស់ពេញទាំងដើមតែម្ដងតើពុកម៉ែបងប្អូនស្គាល់ផ្លែឈើមួយប្រភេទនេះដែរឬទេផ្លែឈើមួយប្រភេទនេះនិយាយពីថាអូយពណ៌តាក់ទាញតែម្ដងហើយបើនិយាយពីស្លឹករបស់វាវិញពុកម៉ែបងប្អូនយើងក្រឡេកមើលមួយផ្លេតស្លឹកវាដូចស្លឹកផ្កាកែវអញ្ចឹងប៉ុន្តែមិនដឹងថាផ្លែវាអាចបរិភោគបានឬអត់ណោះហើយផ្លែរបស់វាពុកម៉ែបងប្អូននៅពេលដែលទុំគឺថាមានសត្វស៊ីអស់រលីងតែម្ដងបើតាមដែលខ្ញុំគិតប្រហែលជាអាចបរិភោគបានប៉ុន្តែសូមជំនួយពីពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថាតើផ្លែឈើមួយប្រភេទនេះមានឈ្មោះអ្វីនិយាយពីថាពណ៌គេមកដល់ហើយគឺថាតាក់ទាញខ្លាំងតែម្ដងពុកម៉ែបងប្អូនមើលណែអូយទុំពេញដើមតែម្ដងមិននិយាយលេងទេណាដោយសារតែវានៅនឹងក្បែរគុម្ពសីពុកម៉ែនឹងបងប្អូនដូច្នេះហើយខ្ញុំពិបាកចូលថតបន្តិចទៅកាច់មេឃមកបង្ហាញឲ្យច្បាស់ឲ្យពុកម៉ែបងប្អូនបានឃើញថាតើផ្លែឈើនេះមានប្រភេទអ្វីមានឈ្មោះអ្វីស្អាតណាស់ពុកម៉ែបងប្អូនផ្លែទុំឲ្យពេញក្រហមពេញទាំងដើមតែម្ដងមើលស្លឹកគេពុកម៉ែបងប្អូនស្លឹកគេដូចស្លឹកផ្កាកែវអញ្ចឹងនេះតែដោយឡែកខែនេះនេះផ្កាគេចេញនេះផ្កាគេរាងតងវែងហើយផ្លែទុំច្រើនមានសត្វស៊ីអស់ខ្លះដែរនៅសល់ខ្លះសត្វស៊ីអស់ប្រហែលជាចូល 40% ចឹងនៅសល់ត្រឹម 60% នៃដើមទេហើយនិយាយទៅផ្លែឈើមួយប្រភេទនេះពុកម៉ែបងប្អូននាងខ្ញុំអត់ដែលបានផុសជាសំណួរសួរដល់ពុកម៉ែបងប្អូនទេដោយសារតែឆ្នាំខ្លះវាមានឆ្នាំខ្លះវាអត់មានតែដោយឡែកឆ្នាំនេះគឺផ្លែច្រើនមែនតែម្ដងមកដល់ហើយគឺថាអើយឃើញហើយគឺបើអាចបរិភោគបានមិនដឹងជាឆ្ងាញ់យ៉ាងណាទេនេះតែតាមនាងខ្ញុំគិតប្រហែលជាអាចហូបបានដោយសារតែសិតតាមាត់ចាបស៊ីពុកម៉ែបងប្អូនមើលណែឃើញទេហើយច្រើនណាស់នៅកន្លែងនេះតែនាងខ្ញុំអត់ស្គាល់ឈ្មោះទេពុកម៉ែបងប្អូនមកស្គាល់ជួយ comment ប្រាប់នាងខ្ញុំផងចែករំលែកបន្តដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់ស្គាល់អំពីរុក្ខជាតិខ្មែរយើងដែរថាតើមានឈ្មោះអ្វីផ្លែវាល្អមែនតែម្ដងមើលណែទុំច្រើនណាស់ទុំច្រើនមែនទេណាហើយនាងខ្ញុំនឹងបេះយកទៅផ្ទះទៅសួរចាស់ថាតើអាចបរិភោគបានអត់ផ្លែឈើមួយប្រភេទនេះទុំច្រើនណាស់ផ្លែស្អាតមែនណាពុកម៉ែបងប្អូនមើលណែ